សូមជំរាបសួរលោកគ្រូអ្នកគ្រូគ្រប់រូបថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញទាក់ទងជាមួយនឹង assessment ហើយនៅក្នុងនេះខ្ញុំ cover ពី part លោកគ្រូអ្នកគ្រូ part ទី1ផ្នែកទី1គឺផ្ដោតទៅលើ assessment ការវិតម្លៃជារួមហើយ part ទី2ខ្ញុំនឹងនិយាយអំពី lesson plan blueprint បាទគឺនៅក្នុងបទបង្ហាញនេះនៅក្នុងភាសាទូទៅនៃពាក្យថា assessment គឺ assessment នេះជាដំណើរការ systematic មួយដើម្បីប្រមូលបកប្រែនិងផ្ដោតទៅលើសកម្មភាពក៏ដូចជាភស្តុតាងដែលថានិស្សិតនឹងពិតជាបានរៀនសូត្រពិតមែនហើយគោលដៅរបស់ assessment ហ្នឹងគឺដើម្បីគ្រប់គ្រងការរៀនហើយនឹងធ្វើការសម្រេចចិត្តដែលមានភស្តុតាងច្បាស់លាស់អំពីសមត្ថភាពរបស់និស្សិតខ្ញុំចង់វែកញែកអំពីពាក្យថា assessment ការវិតម្លៃនិងពាក្យថា evaluation បន្តិចជាទូទៅកាលណាយើងនិយាយពាក្យថា assessment យើងចង់ផ្ដោតទៅលើ learner យើងចង់ផ្ដោតទៅលើអ្នកសិក្សាគឺនិស្សិតយើងនឹងឯងថានិស្សិតធ្វើបានឯខ្លះនិស្សិតបានដល់កម្រិតណានៃសមត្ថភាពទៅហើយតើមាន feedback អីខ្លះដែលគួរឲ្យនិស្សិតបន្តទៀតដើម្បីឲ្យគាត់បានដល់ competency របស់គាត់ហ្នឹងប៉ុន្តែដល់ពេលយើងនិយាយពាក្យ evaluation គឺចង់សំដៅទៅលើ program course lesson របស់យើងតើកម្មវិធីសិក្សាហ្នឹងវាដំណើរការល្អទេតើវិធីសាស្ត្រក្នុងការបង្រៀនហ្នឹងគឺមានប្រសិទ្ធភាពមានសក្តិភាពទេតើយើងគួរអភិវឌ្ឍកម្មវិធីសិក្សាក៏ដូចជាមេរៀនក៏ដូចជាមុខវិជ្ជាលម្អិតយ៉ាងណាដើម្បីឲ្យដំណើរការហ្នឹងបានល្អជាងហ្នឹងអញ្ចឹងគេប្រើ evaluation program evaluation course evaluation ឬក៏ session evaluation lesson evaluation អីចឹងទៅបាទអញ្ចឹងនេះជាពាក្យពីរម៉ាត់ដែលផ្សេងគ្នាដោយន័យបន្តិចបាទនៅក្នុងនេះគឺលោកគ្រូអ្នកគ្រូយើងបានដឹងហើយតាំងពី constructive alignment ដោយលោក Big បាទគាត់បានលើកឡើងថាពាក្យថាភាពបន្ស៊ីគ្នានេះជា horizontal alignment ភាពបន្ស៊ីគ្នាដោយតាមជួរដេកគឺជាភាពបន្ស៊ីគ្នារវាង learning outcome អ្វីដែលនិស្សិតត្រូវចេះហើយជាមួយនឹង teaching and learning activity សកម្មភាពអ្វីខ្លះដែលជួយជំរុញឲ្យនិស្សិតឬក៏អ្នករៀនហ្នឹងទៅយកនៅ learning outcome ហ្នឹងបានហើយ assessment គឺធ្វើដូចម្ដេចបានយើងដឹងថានិស្សិតហ្នឹងបានទទួលនៅសមត្ថភាព learning outcome ដែលយើងបានកំណត់ហ្នឹងអញ្ចឹង3ហ្នឹងត្រូវមានភាពបន្ស៊ីគ្នាដែលយើងហៅថា horizontal constructive alignment ភាពបន្ស៊ីគ្នាដោយផ្ដោតទៅលើផ្នែកជួរដេកបាទនៅក្នុង Miller Pyramid កាលណាយើងនិយាយដល់ Miller Pyramid យើងចង់សំដៅទៅលើស្វែងរកនៅប្រភេទថាតើចំណេះដឹងដែលយើងផ្ដល់ឲ្យនិស្សិតហ្នឹងជាកម្រិត know how show how ឬក៏ does បាទអញ្ចឹងនៅពេលដែល learning outcome របស់លោកគ្រូអ្នកគ្រូនឹងត្រូវបានកំណត់ថាកម្រិតនេះគឺជាកម្រិត know ទេកម្រិតនេះគឺជាកម្រិត know how កម្រិតនេះគឺជាកម្រិត show how កម្រិតនេះគឺជាកម្រិត does អញ្ចឹងនឹងឆ្លោះបញ្ចាំងអំពីថាតើ tool អ្វី assessment tool ណាមួយដែលយើងយកទៅប្រើបាទខ្ញុំឧទាហរណ៍ដូចជាតកតងជាមួយនឹង level know how កម្រិតដឹងហើយនឹងដឹងពីរបៀបគឺជាទូទៅយើងវាស់ទៅលើសមត្ថភាពខួរក្បាល cognition បាទហើយបើសិនជា show how ហើយគឺ demonstrate ដែរការបង្ហាញការធ្វើត្រាប់អីហ្នឹងអញ្ចឹងតើយើងវាស់ដោយប្រើ OSCE អញ្ចឹងជាដើមបាទនៅក្នុងដែលយើងធ្វើ simulation ណាបាទហើយបើកម្រិត dust គឺតតែ real world តតែនៅក្នុងទស្សនវិជ្ជាជាក់ស្ដែងទៅលើអ្នកជំងឺផ្ទាល់ទៅលើអ្វីៗផ្ទាល់ហ្នឹងបាទ direct observation យើងប្រើអញ្ចឹងឯងនេះជាកម្រិតមួយដែលអ្វីដែលចង់ឆ្លុះបញ្ចាំងពីការប្រើប្រាស់ Miller ហ្នឹងគឺដើម្បីញែកអំពីប្រភេទនៃការប្រើ tool របស់ការវិតម្លៃហើយជាទូទៅ competency based education ការអប់រំផ្អែកទៅលើសមត្ថភាពគឺយើងព្យាយាមរុញទៅរកកម្រិត DUS បាទនៅក្នុង Miller Pyramid ទី4ហ្នឹងបាទនេះដដែលទេលោកគ្រូគាត់ជារូបភាពផ្សេងអញ្ចឹងទៅបាទចំពោះចំណុចនេះគឺតកតងជាមួយនឹងគេអនុវត្តបន្ថែមទៀតទៅតាមគ្រូ CL 2016ហ្នឹងគឺថាយើងចង់សំដៅទៅលើ professional identity formation បាទមិនថា know how show how does ហ្នឹងគឺថា competency ឯងប៉ុន្តែដល់ទៅពេលដល់កម្រិតទី5ហ្នឹង is គឺជា professional identity ជាអត្តសញ្ញាណភាពជាអ្នកមានវិជ្ជាជីវៈ
អញ្ចឹងខ្ពស់ជាងនឹងថែមទៀតអញ្ចឹងច្បាស់ណាស់ថាมันអាចវាស់តែតេស្តតែមួយ OSCE តែមួយឬក៏ MCQ តែមួយអីដើម្បីអាចទៅវាស់មនុស្សដែលមាន empathy មានសុចរិតភាពមានអឺកណន័យភាពអីនោះបានទេអញ្ចឹងវាតតែវាស់តាមlongitudinal evidence បាទគឺជាភស្តុតាងដែលរយៈពេលវែង data ភ័ញច្រើនរបៀបវាស់ច្រើនដូច pixel ទូរស័ព្ទយើងដែលមាន pixel ខ្ពស់យើងថតរូបទៅច្បាស់យើង zoom ពង្រីកទៅក៏ច្បាស់ដែរពង្រីកច្បាស់ដោយសារ pixel វាច្រើន pixel មួយតំណាងឲ្យ data ភ័ញតំណាងឲ្យ evidence ផ្សេងដើម្បីមកវាស់វែងបុគ្គលម្នាក់ហ្នឹងគាត់សំរុំជាអ្នកដែលមានវិជ្ជាជីវៈអត់បាទនេះជាកម្រិតទី5បន្ថែមទៀតបាទខ្ញុំមកក្នុង slide នេះខ្ញុំព្យាយាមជម្រាបភាសាជូនលោកគ្រូបានជ្រាបអំពីគោលដៅ3ក្នុងការវិយតម្លៃគោលដៅទី1គឺថាវិយតម្លៃ assessment for learning លោកគ្រូមេតាជ្រាប assessment for learning នេះយើងហៅថា formative assessment formative assessment នេះគឺមានគោលដៅសំខាន់2យ៉ាងគោលដៅសំខាន់ទី1គឺលោកគ្រូអ្នកគ្រូព្យាយាមវាយតម្លៃអំពី gap of knowledge gap of competency អំពីចន្លោះប្រហោងដែលនិស្សិតនឹងអត់ទាន់មានហើយគោលដៅទី2គឺដើម្បី feedback បំពេញនៅ gap នោះបំពេញនៅចន្លោះប្រហោងជូននិស្សិតហ្នឹងអញ្ចឹង formative assessment ធំបំផុតគឺអត្ថន័យវាពីរយ៉ាងទី1គឺ identify gap ស្វែងរកចន្លោះប្រហោងដែលនិស្សិតមិនទាន់ពេញលេញនៅក្នុង learning outcome នៅក្នុង competency បាទហើយចំណុចទី2គឺ fill the gap បាទបំពេញចន្លោះប្រហោងហ្នឹងហើយអញ្ចឹងនេះគឺជាកម្រិតបាទលោកគ្រូនេះជាចន្លោះប្រហោងដែលត្រូវបំពេញហើយដើម្បីបំពេញបានតលតែផ្ដល់ feedback ផ្ដល់មូលវិចារមតិត្រឡប់ទៅកាន់និស្សិតហ្នឹងជា formative assessment ដល់ទៅពេល summative assessment ឬក៏យើងហៅមួយយ៉ាងទៀតយើងហៅថា assessment of learning គឺគោលដៅដើម្បី certify ដើម្បីសម្រេចដើម្បី certify នេះមិនដើម្បីបញ្ជាក់ថាអ្នកហ្នឹងគឺជោគជ័យឬក៏ដើម្បីសម្រេចចិត្តដើម្បីដាក់បន្ទុកធ្លាក់ជាប់បាទក្នុងន័យហ្នឹងបាទជា summative assessment ដល់ទៅពេល assessment ទី3គេហៅថា assessment as learning ឬក៏យើងហៅថា self regulation ក៏បានយើងហៅ self directed ក៏បានគោលដៅទី1គឺស្តៀងនឹង formative assessment ដែរក៏ប៉ុន្តែជាទូទៅវាកើតឡើងចំពោះនិស្សិតផ្ទាល់ខ្លួនដើម្បីនិស្សិតនឹងអភិវឌ្ឍខ្លួនឯងឆ្លោះបញ្ចាំងខ្លួនឯងធ្វើ self reflection បាទអញ្ចឹង assessment ហ្នឹងមាន3ហ្នឹងលោក propose គោលដៅ assessment of learning ជា summative assessment assessment for learning ជា formative assessment និង assessment as learning គឺជា self regulation ឬក៏ self reflection ឬក៏ self assessment ចង់សំដៅទៅលើនិស្សិតខ្លួនឯងហ្នឹងគាត់ឆ្លោះបញ្ចាំងអំពីកង្វះខាតខ្លួនឯងទីហោដូចជាយើងធ្វើនិស្សិតធ្វើ self assessment ធ្វើ reflection នៅក្នុងការសរសេរ portfolio អីចឹងជាដើមឬក៏ peer assessment ហ្នឹងអាចចាត់ចូលទៅក្នុង self regulation ដែរដែលយើងអាចចាត់ចូលឬក៏អាចចាត់ចូលទៅក្នុង formative assessment ក៏បានបាទអញ្ចឹង assessment as learning ហើយនិង assessment for learning រៀងស្តៀងនេះបន្តិចគ្រាន់តែ assessment as learning ឬក៏ហៅថា self regulatory ហ្នឹងសំដៅទៅលើខ្លួនឯងឆ្លុះបញ្ចាំងចេញពីខ្លួនឯងដល់ពេល formative assessment និង summative assessment សំដៅដល់អ្នកដតីហ្នឹងមកឆ្លោះជំនួសយើងបាទប៉ុន្តែគោលដៅគឺរៀងផ្សេងគ្នាបន្តិចត្រង់ថា formative assessment គោលដៅដើម្បីស្វែងរកនៅចន្លោះប្រហោងហើយដើម្បី feedback បំពេញចន្លោះប្រហោងដល់ទៅពេល summative assessment គឺដើម្បី certify ដើម្បីសម្រេចចិត្តដើម្បីដាក់បន្ទុកធ្លាក់ជាប់អីចឹងជាដើមបាទនេះដដែលគ្រាន់តែខ្ញុំព្យាយាមវែកញែកមកអំពីថា purpose របស់ assessment ទាំង3ហ្នឹងគោលដៅរបស់ការវិយតម្លៃទាំង3ហ្នឹងគឺមាន main idea យ៉ាងម៉េចមាន purpose យ៉ាងម៉េចមាន key feature លក្ខណៈវាយ៉ាងម៉េច keyword វាយ៉ាងម៉េចrole focus យ៉ាងម៉េចអីចឹងជាដើមណាដោយលោកគ្រូបានមេតាពិនិត្យមើល slide នេះបើសិនជាលោកគ្រូមើលវីដេអូអាច pause វីដេអូនឹងបន្តិចទៅហើយលោកគ្រូអាចពិនិត្យមើលបានបាទខ្ញុំនឹងមិន repeat ឡើងវិញសារជាថ្មីទេខ្ញុំនឹងមិននិយាយឡើងវិញសារថ្មីទេក្នុងករណីនេះបាទ
នៅក្នុងរូបភាពនេះខ្ញុំនៅតែឆ្លុះបញ្ចាំងអំពីប្រភេទ3នៃ assessment ឬក៏គោលដៅទាំង3នៃ assessment ក៏ប៉ុន្តែលោកគ្រូអ្នកគ្រូអាចមេត្តាពិនិត្យមើលទៅដល់រូបភាព3ខាងក្នុងលោកគ្រូដែលមានពាក្យ assessment task ដែលមានពាក្យថា assessment rubric និងដែលមានពាក្យថា assessment evidence កន្លែងនេះសំខាន់ចេះលោកគ្រូអ្នកគ្រូជាទូទៅក្នុងវគ្គសិក្សារបស់យើងសប្តាហ៍ថ្ងៃហ្នឹងគឺខាងក្រសួងអាចតម្រូវថា formative assessment ហ្នឹងត្រូវការដាក់ពិន្ទុ10% 20% ឬក៏30%អីទៅតាមវគ្គសិក្សាទៅតាមកម្មវិធីសិក្សាផ្សេងៗអញ្ចឹងទៅអញ្ចឹងជាទូទៅគោលដៅរបស់ formative assessment អត់មានដាក់ពិន្ទុទេលោកគ្រូគោលដៅរបស់ formative assessment យើងបានដឹងហើយ slide មុនគោលដៅដើម្បីស្វែងរកនៅចន្លោះប្រហោងរបស់និស្សិតធៀបទៅនឹង learning outcome ឬក៏ធៀបទៅនឹង competency បន្ទាប់មក feedback បំពេញចន្លោះប្រហោងហ្នឹងផ្ដល់មូលវិចារផ្ដល់ការឆ្លុះបញ្ចាំងឲ្យនិស្សិតហ្នឹងដើម្បីបំពេញចន្លោះប្រហោងហ្នឹងជាគោលដៅរបស់ formative assessment អញ្ចឹង formative assessment ជាទូទៅខ្មែរយើងបកប្រែថារង្វាយតម្លៃតាមដំណាក់កាលឬក៏រង្វាយតម្លៃក្នុងពេលសិក្សាអញ្ចឹងជាដើមអញ្ចឹងទៅប៉ុន្តែគោលដៅគឺដដែលទេដើម្បីស្វែងរកអំពីចន្លោះប្រហោងនិស្សិតបន្ទាប់មក feedback បំពេញចន្លោះប្រហោងនិស្សិតវិញហើយបើសិនជា formative assessment នោះត្រូវតម្រូវឲ្យដាក់ពិន្ទុគឺបើវាคล้ายទៅជាដាក់ពិន្ទុបានន័យថាវាជាចំណែកនៃ summative វាជាចំណែកនៃធ្លាក់ជាប់ហើយមិនអញ្ចឹងលោកគ្រូបាទអញ្ចឹង formative assessment ណាដែលតម្រូវឲ្យដាក់ពិន្ទុ formative assessment នោះមិនអាចធ្វើទូទៅទេ formative assessment នោះត្រូវមាន3លក្ខខណ្ឌលក្ខខណ្ឌទី1គឺមាន assessment task ឬក៏យើងនិយាយឲ្យស្ដាប់បានន័យថាមានជាសកម្មភាពធ្វើខ្ញុំឧទាហរណ៍ធ្វើ quiz សកម្មភាពដែលនិស្សិតធ្វើ quiz សកម្មភាពដែលនិស្សិតត្រូវធ្វើបទបង្ហាញសកម្មភាពដែលនិស្សិតត្រូវផលិតផលអីមួយអញ្ចឹងជាដើមអញ្ចឹងជាសកម្មភាពធ្វើហើយធម្មតាសកម្មភាពទាំងអស់នោះត្រូវការពេលលោកគ្រូត្រូវការពេលហ្នឹងបានន័យថាអាចជាពេលដែលយើងប្លុកទុកនៅក្នុងម៉ោងសិក្សាឧទាហរណ៍លោកគ្រូមាន lecture 1ម៉ោងកន្លះបើសិនលោកគ្រូចង់ធ្វើ formative assessment អីលោកគ្រូត្រូវចំណាយពេល10-15នាទីអីចឹងជាដើមចឹងទៅអញ្ចឹងហ្នឹងហៅថា assessment task ឬក៏យើងហៅថា assessment activity ត្រូវមានសកម្មភាពធ្វើហើយបើសិនជាឧទាហរណ៍ថាលោកគ្រូអ្នកគ្រូឲ្យនិស្សិតធ្វើបទបង្ហាញធ្វើអីធ្វើក្រៅម៉ោងសិក្សាអញ្ចឹងត្រូវមាន protected time ត្រូវមានម៉ោងពេលដើម្បី protect ជូនគាត់ដើម្បីផ្ដល់ជូនគាត់ឲ្យគ្រប់គ្រាន់សម្រាប់គាត់ទៅធ្វើហ្នឹងហើយហៅថា assessment activity ឬក៏ assessment task ហើយមានប៉ុណ្ណឹងមិនគ្រប់ទេ assessment activity assessment task គឺលោកគ្រូត្រូវមាន instruction ច្បាស់លាស់ត្រូវមានការណែនាំច្បាស់លាស់ថាធ្វើនឹងបានអីធ្វើដោយរបៀបម៉េច step by step យ៉ាងម៉េចខ្លះជំហាននេះយ៉ាងជាដើមអាហ្នឹងចាត់ទុកថាមួយចំណុចទី2គឺត្រូវមាន assessment rubric assessment rubric នឹងចង់សំដៅថាជាលក្ខខណ្ឌវាយតម្លៃថាបើឧទាហរណ៍ថានិស្សិតគាត់ធ្វើបទបង្ហាញតើបទបង្ហាញហ្នឹងគ្រូហ្នឹងវាយតម្លៃទៅលើប្រមាណចំណុចហើយចំណុចហ្នឹងត្រូវមាន rubric ច្បាស់លាស់បានប្រមាណបន្ទុកនៅក្នុងចំណុចនេះប្រមាណបន្ទុកគេគិតក្នុងចំណុចនេះប្រមាណបន្ទុកគេគិតក្នុងចំណុចនោះបាទបើសិនជាលោកគ្រូឲ្យនិស្សិតផលិតនៅផលិតផលអីមួយដូចខាង pharmacy នៅខាង dentist អីចឹងជាដើមជាទូទៅគាត់ត្រូវឲ្យនិស្សិតផលិតអីមួយរៀបធ្វើអ្វីមួយអញ្ចឹងអ្វីមួយហ្នឹង product មួយហ្នឹងផលិតផលហ្នឹងត្រូវមាន assessment rubric ដើម្បីទុកដាក់ពិន្ទុអាហ្នឹងជាចំណុចទី2ដែលត្រូវមានចំណុចទី3ដែលត្រូវមានគឺ assessment as evidence គឺអ្វីដែលនិស្សិតបានធ្វើហើយហ្នឹងឧទាហរណ៍បើ quiz គឺជា quiz ដែលនិស្សិតបានបំពេញហើយឧទាហរណ៍ថាបើ slide presentation បទបង្ហាញគឺជាទាំង slide ទាំងការបានធ្វើបទបង្ហាញដែលនិស្សិតធ្វើហើយនឹងជា evidence ណាជាភស្តុតាងហើយយើងយក rubric ហ្នឹងយកមកដាក់ទៅលើ evidence ហ្នឹងយកមកធ្វើការវាយតម្លៃទៅលើ evidence ហ្នឹងហើយពេលដែលនិស្សិតកំពុងធ្វើហ្នឹងគឺជា assessment task ឬក៏ assessment activity មាន3ចំណុចហ្នឹងទើបយើងអាចយកនៅរបស់ហ្នឹងដែលជា formative assessment ហ្នឹងទៅជាដាក់ពិន្ទុបានបើអត់មាន3ចំណុចហ្នឹងទេដាក់ពិន្ទុអត់កើតទេបើដាក់ទៅគឺមិនដឹងថាដាក់ដោយរបៀបម៉េចទេបាទនេះគ្រាន់តែខ្ញុំចង់ជម្រាបអំពីពាក្យថាបើសិនជាក្នុងករណី formative assessment លោកគ្រូអ្នកគ្រូនៅក្នុងមេរៀននៅក្នុង course របស់លោកគ្រូអ្នកគ្រូត្រូវដាក់ពិន្ទុជាទូទៅអត់ត្រូវដាក់ពិន្ទុទេ formative assessment ប៉ុន្តែបើសិនជានៅក្នុងតម្រូវការរបស់ក្រសួងឬក៏អីគេតម្រូវឲ្យយក10% 20% 30% អីលុះត្រាតែមាន component ទាំង3ហ្នឹង assessment task កម្មភាពដែលឲ្យនិស្សិតធ្វើអ្វីមាន instruction ច្បាស់លាស់ assessment rubric មានលក្ខខណ្ឌវាយតម្លៃច្បាស់លាស់បង្ហាញដល់និស្សិត transparent តម្លាភាពជូននិស្សិតដឹងថាយើងត្រូវវាយតម្លៃមិនមែនវាយតម្លៃតាមមើលមុខដាក់ពិន្ទុទេ
បាទហើយហ្នឹងចុងក្រោយគឺ assessment evidence គឺផលិតផលដែលនិស្សិតបានធ្វើហើយហ្នឹងបាទអញ្ចឹងត្រូវមាន3ហ្នឹងបានអាចយកទៅ calculate យកទៅគណនាដាក់ពិន្ទុបាននេះខ្ញុំគាត់តែចង់ជំរាបបញ្ជាក់ឲ្យបានច្បាស់ត្រង់កន្លែងនេះនៅត្រង់កន្លែងនេះចង់ជម្រាបអំពីប្រភេទដែលយើងធ្វើនៅក្នុងរបៀបវាយតម្លៃនិស្សិតតាមបុរាណអញ្ចឹងទៅឬក៏ថាតាមពីមុនបាទដែលគេចូលចិត្តវាយតម្លៃតាម high stake exam ខ្ញុំឧទាហរណ៍ដូចប្រឡងច្រមាសប្រឡងបញ្ចប់ឆ្នាំអីយ៉ាងជាដើមអញ្ចឹងទៅកូនសិស្សគាត់រៀនបានប្រកែមកអញ្ចឹង formative assessment អីខ្លាំងដល់ពេលថ្ងៃប្រឡងច្រមាសគាត់ឈឺឬគាត់គ្រោះថ្នាក់ចរាចរណ៍អញ្ចឹងក៏គាត់អត់បានប្រឡងអញ្ចឹងឲ្យប្រឡងសងដល់ពេលថ្ងៃប្រឡងសងគាត់រៀកគាត់មានជំងឺទៀតអញ្ចឹងអត់បានប្រឡងសងគាត់ត្រួតថ្នាក់បដ ாய் តាមពិតនិស្សិតហ្នឹងប្រកែទេអញ្ចឹងហើយបាន old paradigm របៀបចាស់គឺគេចូលចិត្តប្រើ one high stake exam គឺជាការប្រឡងអីមួយដែលខ្ពស់ហើយយកមានធ្លាក់ជាប់ភ្លាមហ្នឹងមកអញ្ចឹងរៀងអយុត្តិធម៌ហើយដែលតាំងពីឆ្នាំ2005 2010 2012 2015អីមកក៏គេមានការកែប្រែរបៀបការវិតម្លៃបែបចាស់ហ្នឹងឯងដែលគេហៅថា stand alone high stake exam ហ្នឹងឯងទៅជា programmatic assessment programmatic assessment នេះគឺជាការវាយតម្លៃនៃមនុស្សទាំងមូលសមត្ថភាពមនុស្សទាំងមូលមិនមែនវាយតម្លៃមួយពេលមួយដងទេគឺវាយតម្លៃច្រើនដង over time ច្រើនដងច្រើនប្រភេទដូចខ្ញុំនិយាយពី pixel ដែលខ្ញុំបានជំរាបជូនលោកគ្រូអញ្ចឹងមួយ pixel ហ្នឹងយើងហៅថាមួយ data point អញ្ចឹងថតរូបខ្ញុំមួយអញ្ចឹងទៅមាន pixel ច្រើនពង្រីកមកគឺឃើញច្បាស់អញ្ចឹងប្រភេទផ្សេងនៃ assessment MCQ ផង portfolio ផង OSCE ផងអីផងទាំងអស់ហ្នឹងវាតម្លៃច្រើនដងច្រើនពេល over time longitudinal ប្រមូលចូលគ្នាដាក់មកកញ្ចប់ហៅថា portfolio ហើយការសម្រេចចិត្តផ្អែកទៅលើការសម្រេចនៃមកកញ្ចប់ហ្នឹង continuous actionable feedback បាទមាន committee ក្នុងការសម្រេចចិត្តផ្អែកទៅលើភស្តុតាង data point ច្រើនហ្នឹង reliable ទុកចិត្តបានចេញអំពី accumulation មិនមែន one test ទេពី accumulation មានន័យថាការប្រមូលមក pixel នៃមនុស្សម្នាក់ហ្នឹងគឺគ្រប់គ្រាន់ទៅនឹង competency framework នេះគេហៅថាជារបៀបតាមបែប programmatic assessment នៅខ្ញុំនឹងមានវគ្គសិក្សា programmatic assessment ហ្នឹងដោយឡែកទៀតគ្រាន់តែចង់ជំរាបលោកគ្រូអំពីពាក្យថា single test ទៅនឹង programmatic assessment បាទលោកគ្រូអាចអនុវត្តកម្មវិធីបានលោកគ្រូអាចផ្អាកវីដេអូហ្នឹងទៅបន្ទាប់មកលោកគ្រូសាកល្បងយក lesson plan លោកគ្រូមួយហើយលោកគ្រូពិនិត្យមើលយក course syllabus លោកគ្រូមួយលោកគ្រូពិនិត្យមើលថាតើសកម្មភាពអ្វីខ្លះជា assessment for learning ជា formative assessment សកម្មភាពអ្វីខ្លះជា summative assessment of learning ហើយតើសកម្មភាពរៀននិងបង្រៀនអ្វីខ្លះជា assessment as learning ជា self assessment បាទហើយលោកគ្រូពិនិត្យមើលទៅយើងនឹងដឹងថាlesson plan របស់ខ្ញុំ course syllabus របស់ខ្ញុំដូចជាខ្វះ formative assessment អូដូចជាខ្វះ summative assessment អូដូចជាខ្វះ self reflection ដែលជា assessment as learning self regulation បាទអញ្ចឹងជាទូទៅនៅក្នុង course មួយនៅក្នុង lesson មួយគួរតែត្រូវមានច្រើនប្រភេទនៃ assessment ហ្នឹងដើម្បីធានាផ្ដល់នូវគោលដៅគ្រប់គ្រាន់សម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួនឯងនេះគាត់ណាខ្ញុំចង់លើកឡើងអំពីការសាកល្បងលើកឧទាហរណ៍មួយអំពីប្រភេទនៃ assessment ទេខ្ញុំមិនបដោតទៅលើចំណុចហ្នឹងទេអញ្ចឹងជាទូទៅនៃ assessment ចប់នេះខ្ញុំចូលដល់ assessment blueprint ឥឡូវយើងឈប់និយាយពី assessment យើងមកនិយាយ assessment blueprint ខ្មែរលំបាកបកដែរថាជាផែនទីអញ្ចឹង blueprint គឺជាផែនទីឬក៏ជាភាពច្បាស់លាស់នៃ assessment មួយដើម្បីធានាថា assessment ហ្នឹងគឺថាវាស់បានគ្រប់គ្រាន់វាស់បានគ្រប់យ៉ាងគេហៅថា content validity បាទវាស់បានគ្រប់គ្រាន់វាស់បានពេញលេញឆ្លុះបញ្ចាំងទៅនឹង curriculum កម្មវិធីសិក្សាទាំងមូលឆ្លុះបញ្ចាំងទៅលើ course ទាំងមូលឆ្លុះបញ្ចាំងទៅលើមេរៀនទាំងមូលបាទចឹងតើតើមាន blueprint ហ្នឹង blueprint ហ្នឹងដើរតួនាទីដូចជាផែនទីចឹងផែនទីប្រទេសកម្ពុជាហ្នឹងមានមណ្ឌលគិរីមានកោះកុងមានអីចឹងយើងមើលដឹងទាំងអស់បើវាស់មកវាស់បានទាំងអស់បាទហើយគោលដៅនៃការធ្វើ blueprint assessment blueprint នេះគឺថាគោលដៅដើម្បីគិតនៅបញ្ហាពីរយ៉ាងនៃ validity ហ្នឹងបាទទីមួយគឺ construct under representative
បើសិនជាយើងអត់មាន blueprint ពេលខ្លះលោកគ្រូបង្រៀនច្រើនដល់ពេលលោកគ្រូធ្វើ assessment វាស់តាមកកញ្ចប់មួយនេះហើយមួយដុំនេះអត់បានវាស់អាហ្នឹងគេហៅថា construct under representative វាស់អត់បានពេញលេញមួយទៀតគេហៅថា construct irrelevant variant បានន័យថាមេរៀនទាំងមូលអញ្ចឹងទៅខុសទាំងមូលអញ្ចឹងទៅមានតែប៉ុណ្្នឹងឯងដល់ពេលវាស់ទៅវាស់ផ្សេងអញ្ចឹងទៅបាទរបស់វាស់ហ្នឹងរបស់វាចម្លាញ់ហ្នឹងអត់បានមកវាស់ឲ្យចំនៅក្នុងមេរៀនឲ្យចំនៅក្នុងខុសហ្នឹងទេហ្នឹងហើយគេហៅថា construct irrelevant variant អញ្ចឹងគោលដៅលោកគ្រូឆ្លោះម្ចាំងអំពី constructive alignment ហ្នឹងយើងយល់គ្នាហើយបាទអញ្ចឹងនៅក្នុង assessment ហ្នឹងក៏ដូចគ្នាដែរការវាចម្លាញ់ហ្នឹងគឺត្រូវមាន blueprint ដើម្បីធានាថាវាស់បានគ្រប់សពអាហ្នឹងគេហៅថាកុំឲ្យវាមាន under representative និងវាស់ហ្នឹងបានគ្រប់សពហើយកុំឲ្យមានបន្ទាត់វាស់ណាមួយហ្នឹងភ្លាវពីនៅក្នុងវគ្គសិក្សាហ្នឹងបាទចឹងជាទូទៅ assessment ហ្នឹងត្រូវការ blueprint ពីព្រោះដើម្បី content validity ដែលខ្ញុំបានលើកឡើងបាញ់មិញហ្នឹងដើម្បីធានាអំពីភាពសុចរិតភាពស្មោះស្ម័គ្រយុត្តិធម៌ហើយអាចការពារបានពាក្យថាការពារបានហ្នឹងគឺចង់បានន័យថាបើកូនសិស្សតវ៉ាថាលោកគ្រូមេរៀននេះសំណួរនេះលោកគ្រូបានបរៀនហងអត់មាននៅក្នុងមេរៀនផងឲ្យទៅចេញសំណួរហ្នឹងអាហ្នឹងយើងអាចការពារបានមានភាពយុត្តិធម៌បាទ comprehensive coverage បានន័យថាវាគ្របដណ្ដប់ទូទៅមិនរៀនមកច្រើនយើងវាស់តែចំណុចនេះមួយចឹងកូនសិស្សចេះតែចំណុចនេះមួយដល់ពេលកូនសិស្សប្រឡងទៅបានជោគជ័យចាត់ទុកថាកូនសិស្សចេះទាំងអស់នឹងដោយអត់បាន comprehensive coverage គ្របដណ្ដប់ពេញលេញនិងទី4គឺ sustainability បាទមានភាពនិរន្តរភាពទៅបាទហ្នឹងហើយដោយសារអ្នកផ្សេងទៀតគាត់ពេលដែលផលិតមេរៀនថ្មីផលិតសំណួរថ្មីផលិតអីថ្មីហ្នឹងគឺថាបន្តដឹងថាខ្លួនឯងនៅតាណាអីតាណាលូតលាស់បានប៉ុណ្ណាដើម្បីឆ្លើយតបឲ្យគ្រប់គ្រាន់ទៅនឹងមេរៀនអីចឹងជាដើមហ្នឹងទៅបាទនៅក្នុង assessment blueprint គឺយើងចែកទៅជា3 level បាទទី1គឺកម្រិតកម្មវិធីនឹងសម្រាប់ប្រឡងចេញថ្នាក់ជាតិសម្រាប់ប្រឡងចេញបាទ internal exit exam national exit exam ចឹងទៅគឺរបៀបគេធ្វើហ្នឹងគឺថាគេយកនៅ competency indicator ទាំងអស់យកមក map បាទយកនៅ program learning outcome យកមកធ្វើទៅស្អីចេញមកបាទហើយនរណាអ្នកគ្រប់គ្រងហ្នឹងគឺខាង national level ខាងអីបាទកម្រិតថ្នាក់ជាតិធំបាទហ្នឹងដើម្បីធានាថាកម្មវិធីសិក្សាមួយ program learning outcome ទាំងអស់ហ្នឹងវាឆ្លើយទៅនឹងគ្រប់ competency indicator ទាំងប្រមាណហ្នឹងទៅបាទសុចនាករសមត្ថភាពនៅក្នុង CCS Core Competency Framework បាទក្របខ័ណ្ឌសមត្ថភាព SNOL អញ្ចឹង curriculum blueprint ហ្នឹងគឺធំអញ្ចឹងវាចូលដល់រៀងតូចបន្តិចគេហៅ course blueprint course blueprint ហ្នឹងគឺយើងធ្វើ single course បាទមួយវគ្គប្លង់មុខវិជ្ជាលម្អិតមួយហ្នឹងឬក៏មួយ semester អញ្ចឹងទៅហើយតួនាទីនេះគឺ course director ក្រុមការងារនៃអ្នកកាន់កម្មវិធីសំទោសអ្នកកាន់ប្លង់មុខវិជ្ជាលម្អិតហ្នឹងឬក៏ហៅថា course syllabus ហ្នឹងអ្នក design និងកម្រិតទី3គឺតូចជាងគេបាទគេ lesson blueprint lesson blueprint ឬក៏ session blueprint គឺតែមួយ session មួយ lesson គឺលោកគ្រូអ្នកគ្រូផ្ទាល់ខ្លួនមួយរូបដែលលោកកាន់តាម session របស់គាត់ហ្នឹងដែលត្រូវធ្វើហើយដើម្បីធានាថា cover គ្រប់ដណ្ដប់គ្រប់ lesson learning outcome បាទហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់រំលឹកនៅក្នុងទីនេះឲ្យច្បាស់ហ្នឹងគឺថាចង់សំដៅទៅទៅ lesson level ទេព្រោះលោកគ្រូអ្នកគ្រូគឺលោកផ្ដោតទៅលើមេរៀនមួយផ្ទាល់ខ្លួនបាទរបៀបក្នុងការសាងសង់ blueprint ផែនទីនេះគឺថាត្រូវចាប់ផ្ដើមចេញពី lesson learning outcome ឬក៏ learning outcome ទៅតាមកម្រិតបើលោកគ្រូចង់ធ្វើ program ចង់ធ្វើ course ចង់ធ្វើត្រឹមតែ lesson blueprint នេះទេគឺត្រូវចាប់ផ្ដើមចេញពី learning outcome បន្ទាប់មក content បង្រៀនអីខ្លះឆ្លោះទៅនឹង learning outcome ហ្នឹងបង្រៀនមួយម៉ោងបង្រៀនមួយនាទីបង្រៀនតាមក្បួនអីហ្នឹងអាហ្នឹងយើងមិនបាច់ទេប៉ុន្តែគាត់យើងគិតទៅក្នុងប្រហែលម៉ោងមួយនាទីហ្នឹងបាទហើយបន្ទាប់មក Bloom taxonomy បាទ level ណាឬក៏ Miller pyramid level ណាអញ្ចឹងទៅហើយបន្ទាប់មកលោកគ្រូមាន important មាន frequent តិចទៀតខ្ញុំនឹងបង្ហាញជូន important និង frequent នេះគឺថាដើម្បីឆ្លោះទៅនឹងថាត្រូវដាក់បន្ទុកឲ្យប្រមាណបាទបន្តមកទៀតលោកគ្រូបែងចែកទៅនេះគាត់ណាជារបៀបធ្វើខ្ញុំនឹងឧទាហរណ៍បន្តទៀត
មុននឹងផ្ដល់ឧទាហរណ៍ខ្ញុំចង់ជំរាបជូនលោកគ្រូថាហេតុអីបានត្រូវធ្វើ blueprint ហើយបើធ្វើត្រូវគិតដល់អីទីមួយ blueprint ត្រូវធ្វើមុនផលិត MCQ ឬក៏ផលិត OSCE ណាត្រូវធ្វើមុនផលិត item ពី item ហ្នឹងចង់សំដៅថា MCQ មួយសំណួរមួយអីហ្នឹងបាទមិនធ្វើសំណួរហើយបានមកធ្វើ blueprint ទេអត់កើតទេអញ្ចឹងណាបាទហ្នឹងចំណុច pitfall ចំណុចខុសមួយចំណុចខុសទី2គឺថាពេលដែលធ្វើ blueprint ទៅមានកឡោនមាន row មានអីច្រើនពេកមាន table ច្រើនពេកច្រើនវែងវាន់ពេញហ្នឹងអញ្ចឹងធ្វើអត់ចេញទេបាទហ្នឹងហើយទី3គឺថាពេលដែលយើងធ្វើ item ធ្វើអីទៅស្រាប់តែអត់ខ្វល់ខ្វាយរឿងឆ្លោះបញ្ចាំងមក blueprint យើងវិញអីចឹងជាដើមបាទហើយទី4គឺ blueprint ហ្នឹងគឺថាតែចឹងហើយគឺចឹងណាកែមិនបានទេហ្នឹងអាហ្នឹងក៏ខុសដែរព្រោះ blueprint ពេលដែលយើងធ្វើទៅយើងនឹងឃើញពីភាពខ្វះខាតអីយើងអភិវឌ្ឍបន្តទៀតចឹងទៅហើយមួយទៀត blueprint ធ្វើតាមមនុស្សម្នាក់អ្នកធ្វើ blueprint ដល់អញ្ចឹង blueprint ហ្នឹងវា solo បាទវាតែឯងគំនិតតែមួយអញ្ចឹងវាអត់ឆ្លោះបញ្ចាំងឯអ្នកផ្សេងមើលមិនយល់បាទព្រោះអត់បានជជែកអត់បានធ្វើជុំគ្នាបាទហើយចុងក្រោយហ្នឹងដែលនេះហ្នឹងគឺផ្លិចពី learning outcome ចេះតែធ្វើទៅអត់បានមើល learning outcome ជួនពេលខ្លះ copy ចម្លង learning outcome មកដាក់តែ verb ដាក់តែកិរិយាសព្ទអញ្ចឹងវាមិនដឹង content អីវាមិនដឹងអីទៅវិញវាន់អស់ទៅនេះជា pitfall បាទអញ្ចឹងយើងសារអនុវត្ត blueprint នេះលោកគ្រូ stop តិចទៅយកមេរៀនមួយជាកម្រិត lesson យកមកហើយលោកគ្រូយកមកបំពេញនៅក្នុងនេះបាទអញ្ចឹងកន្លងទី1លោកគ្រូបំពេញ LLO lesson learning outcome លោកគ្រូបកខលោកគ្រូបំពេញ flow មកហើយបក flow លោកគ្រូបំពេញ flow មក program learning outcome ប៉ុន្តែឥឡូវខ្ញុំជំរាបលោកគ្រូតែពីការធ្វើ lesson plan blueprint ទេអត់ធ្វើដល់ core អត់ធ្វើដល់ program ទេទី1យើងដាក់ LLO មកបាទ LLO នោះលោកគ្រូ copy ទាំងអស់មកទាំង verb ទាំង object ទាំងអីទាំងអស់មកបាទអញ្ចឹងបើមាន5លោកគ្រូ copy 5មកដាក់1 row 1 row 1 row អញ្ចឹង5 row 5ជួរអញ្ចឹងមកបាទបន្ទាប់មកនៅក្នុង column ទី2លោកគ្រូដាក់ content ហ្នឹងបានន័យថាលោកគ្រូបង្រៀនសាច់មេរៀនអីខ្លះឆ្លោះបញ្ចាំងទៅនឹង LLO របស់លោកគ្រូនឹងអញ្ចឹងលោកគ្រូទៅមើល lesson plan ទៅលោកគ្រូនឹងឃើញបាទថា content លោកគ្រូក្តោបអីខ្លះប្រហែលនាទីអញ្ចឹងទៅហើយបន្ទាប់មកលោកគ្រូដាក់ Bloom taxonomy Bloom ឬក៏ Miller អញ្ចឹងប៉ុន្តែកន្លែងនេះគេប្រើ Bloom ពីព្រោះដោយសារតែគេផ្ដោតទៅលើកិរិយាសព្ទរបស់ LLO អញ្ចឹងលោកគ្រូមើលកិរិយាសព្ទរបស់លោកគ្រូហ្នឹងជាកម្រិតណាកម្រិត apply កម្រិត understand កម្រិត create កម្រិត analyze កម្រិត evaluate អញ្ចឹងទៅអញ្ចឹងលោកគ្រូត្រូវសរសេរពាក្យ Bloom ហ្នឹងនៅក្នុងកន្លែងហ្នឹងមកបើ analyze លោកគ្រូដាក់ analyze ទៅបើ evaluate ដាក់ evaluate ទៅបើ understand ឬក៏ remember ដាក់តាមហ្នឹងទៅហើយដែលយើងដាក់ bloom បានហ្នឹងលុះត្រាតែយើងមើលកិរិយាសព្ទរបស់ LLO យើងហ្នឹងហើយបន្ទាប់មកលោកគ្រូមកដល់មួយកន្លងទៀតគឺ important នេះបាទ important អញ្ចឹង important ហ្នឹងវាមានលេខ1លេខ2លេខ3ហើយ important ហ្នឹងលោកគ្រូត្រូវឆ្លើយនឹង2សំណួរហ្នឹងបាទឆ្លើយ2សំណួរបាទសំណួរទី1ថាតើ LLO ហ្នឹងជួយបំរើឲ្យនិស្សិតដែលអាចកសាងសមត្ថភាពគាត់ដើម្បី achieve outcome ទាំងអស់ហ្នឹងបានកម្រិតណាបើសិនជា LLO មួយនឹងជាមូលដ្ឋានជាភាពសំខាន់ខ្លាំងយើងឲ្យលេខ3អញ្ចឹងទៅបើសំខាន់មធ្យមយើងឲ្យលេខ2បើមិនសូវសំខាន់យើងឲ្យលេខ1អញ្ចឹងទៅខ្ញុំគូដាក់បន្ទុកនៅកន្លែងហ្នឹងលេខ1លេខ2ឬក៏លេខ3ហើយទី2ដែលលោកគ្រូអាចវិនិច្ឆ័យក្នុងការដាក់លេខដែរហ្នឹងគឺថាតើLLO មួយហ្នឹងវាពិតជាប៉ះពាល់ទៅនឹង real life ជីវិតពិតប៉ុណ្ណាបើសិនជាកូនសិស្សអត់ចេះអាហ្នឹងអត់ចេះចំណុច LLO មួយហ្នឹងគឺធ្វើឲ្យកូនសិស្សមិនអាចអនុវត្តចំណេះដឹងបានអញ្ចឹងជាដើមអញ្ចឹងហ្នឹងឆ្លោះបញ្ចាំងពីភាពសំខាន់ដើម្បីដាក់លេខ1លេខ2លេខ3ដល់ពេលឡើង frequency លោកគ្រូដាក់ដូចគ្នាប៉ុន្តែលោកគ្រូត្រូវឆ្លើយពីសំណួរទី1តើក្នុងមេរៀនមួយហ្នឹង LLO ទីប៉ុណ្ណឹងហ្នឹងលោកគ្រូប្រើពេលអស់ប្រហែលបរិញ្ញាយើងប្រើ lecture ឬក៏ប្រើ small group discussion អីបូកសរុបទៅក្នុង1ម៉ោងកន្លះហ្នឹង90នាទីលោកគ្រូប្រើ LLO ហ្នឹងអស់ឥឡូវឧទាហរណ៍ LLO ទី1យើងប្រើអស់តែ20នាទីទេអញ្ចឹងអាចដាក់លេខ1ទៅ LLO លេខ2អញ្ចឹងប្រើអស់60នាទីអញ្ចឹងដាក់លេខ3អញ្ចឹងទៅទៅតាមចំនួនម៉ោងដែលលោកគ្រូប្រើនៅក្នុងមេរៀនលោកគ្រូហ្នឹងហ្នឹងឆ្លើយនឹងសំណួរទី1ឆ្លើយសំណួរទី2 frequency នឹងដដែលថាតើ LLO ហ្នឹងជួបញឹកច្រើនអត់ជួបញឹកញាប់អត់នៅក្នុងទស្សនវិជ្ជាពិតជាក់ស្ដែងហ្នឹងខ្ញុំឧទាហរណ៍ដូចជាអ្នកខាង nursing អញ្ចឹងតើតើមួយការលាងរបួសការអីហ្នឹងវាជួបញឹកបាទប្រៀបធៀបជាមួយនឹង
ការពិនិត្យមើលឯកសារពាក់ព័ន្ធជាមួយនឹងរឿងផ្លូវច្បាប់អីហ្នឹងយូរវាជួបមួយអញ្ចឹង frequency វាតិចជាងនេះគឺជាការសម្រេចហើយនេះគឺមិនមានអ្នកវិនិច្ឆ័យទេគឺលោកគ្រូអ្នកគ្រូដែលជាម្ចាស់ហ្នឹងត្រូវវិនិច្ឆ័យបាទអញ្ចឹងលោកគ្រូដាក់លេខកន្លែងនេះលេខ1កន្លែងនេះលេខ3អញ្ចឹងទៅហើយដល់ពេល i គុណ f នេះគឺ important គុណនឹង frequent នេះលោកគ្រូយកពីរហ្នឹងគុណគ្នាបើកន្លែងនេះ1កន្លែងនេះ3 1គុណ3បាន3ហើយបើ3ដូចគ្នា3 3ដង9ហើយបើ1 2 1 3 2 3ដង6អញ្ចឹងលោកគ្រូដាក់កន្លែងនេះលេខ6ហើយ LLO ប្រហែលលោកគ្រូកណនីអញ្ចឹងបញ្ចូលនេះអស់មកបន្តមកទៀតលោកគ្រូត្រូវយកនេះកឡោនមួយនេះកឡោន i គុណ f ហ្នឹងលោកគ្រូបូកចូលគ្នាទៅលោកគ្រូនឹងឃើញ total លោកគ្រូនឹងពិនិត្យឃើញ total i គុណ f ហ្នឹងហើយអញ្ចឹងឧទាហរណ៍ total វា30 32អញ្ចឹងទៅអញ្ចឹងដល់ទៅពេល weighting មួយនេះគឺលោកគ្រូត្រូវយក i គុណ f នៃ1 row នេះយកចែកនឹងអា total នេះអញ្ចឹងលោកគ្រូនឹងឃើញហើយលោកគ្រូនឹងឃើញ weighting នឹងឃើញទម្ងន់មួយទម្ងន់នៃ LLO មួយហ្នឹងអញ្ចឹងទម្ងន់ហ្នឹងពេលដែលលោកគ្រូចែកត្រឹមត្រូវទៅគឺទម្ងន់ហ្នឹងបូកចូលនេះនឹងឃើញ100%បាទហើយរកទម្ងន់ហ្នឹងទៅអីរកទម្ងន់ហ្នឹងដើម្បីឲ្យដឹងថា LLO មួយហ្នឹងវាត្រូវចេញជា MCQ ចេញទៅជាអីហ្នឹងប្រហែលឧទាហរណ៍ថា MCQ លោកគ្រូសរុបទាំងអស់20លោកគ្រូយក20គុណនឹងទម្ងន់ហ្នឹងទៅលោកគ្រូនឹងឃើញចំនួន MCQ មួយបាទអញ្ចឹង MCQ បូកបញ្ចូលនេះទៅត្រូវឃើញ20ស្មើបាទនេះជាឧទាហរណ៍ជាក់ស្ដែងក្នុងការគណនាតើលោកគ្រូរៀនគណនាទៅបានលោកគ្រូយល់បាទខ្ញុំមានអាណិច7.2ហ្នឹងគឺខ្ញុំមានជាអាណិច Excel ហើយខ្ញុំបានចងរូបមន្តឲ្យលោកគ្រូគាត់បំពេញLLO ចូល content ចូល bloom taxonomy ចូលហើយលោកគ្រូដាក់លេខ important frequent នេះមកវាបូកអូតូហ៎បាទហ្នឹងគណនាគុណនៃអូតូហ៎បាទហ្នឹងហើយនេះដូចនេះឯងគ្រាន់តែជាឧទាហរណ៍ឲ្យលោកគ្រូដាក់បំពេញទៅបាទអញ្ចឹងចប់ហើយខ្ញុំសូមគ្រប់ជូននៅសារចុងក្រោយថាការវិតម្លៃគឺដើម្បីគ្រប់គ្រងដល់ការរៀនហើយក៏ដូចជាការសម្រេចចិត្តថានិស្សិតនឹងគួរធ្លាក់គួរជាប់អីដោយមានភស្តុតាងច្បាស់លាស់បាទហ្នឹងហើយហើយចំណុចទី2គឺថាអ្នកគ្រូប្រើ Miller Pyramid ដើម្បីជ្រើសរើសថា assessment របស់យើងគួរជ្រើស tool ណា method ណាដើម្បីទៅវាយតម្លៃនៅក្នុង level ណានៃនិស្សិតបាទហើយ assessment របស់យើងគឺមាន assessment for learning off learning និង as learning ខ្ញុំនឹងមិននិយាយច្រើនទៀតទេហើយ blueprint គឺជាឯកសារក្នុងការរៀបចំផែនការសម្រាប់ការទៅវាស់វែងហ្នឹងឲ្យវាមាន content validity ដើម្បីធានាថាវាស់នៅមិនលើសពីអ្វីដែលយើងបានរៀនហើយនឹងវាស់ហ្នឹងឲ្យគ្រប់គ្រាន់ cover គ្រប់ដណ្ដប់ពេញលេញបាទហើយចុងក្រោយគឺថា assessment learning principle learning blueprint របស់យើងហ្នឹងគឺយើងចាប់ផ្ដើមចេញពី lesson យើងទូចមួយសិនទៅហើយយើងបកកែចេះ lesson យើងច្បាស់លាស់ហើយចាំយើងធ្វើ blueprint ខតទៅទៀតទៅចាំយើងសាកល្បងធ្វើ blueprint program មួយទាំងមូលទៅបាទអញ្ចឹងសូមគ្រប់អរគុណលោកគ្រូដើម្បីបានបញ្ចប់នៅក្នុងវគ្គរបស់យើងនេះបាទសូមគ្រប់អរគុណជំរាបលាលោកគ្រូបាទ